សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសិភៅរបស់យើងម្ដងទៀតថ្ងៃនេះយើងនឹងវិភាគគ្នាពីរឿងមួយដែលខ្ញុំជឿថាយើងទាំងអស់គ្នាភាគច្រើនជួបប្រទះជារៀងរាល់ថ្ងៃនោះគឺរឿងខ្ជិលនេះឯងពេលខ្លះយើងចង់ធ្វើនេះធ្វើនោះច្រើនណាស់តែបែរជាជាប់គាំងនៅលើសាឡុងឬក៏នៅលើក្រែឬក៏ជាប់គាំងជាមួយទូរស័ព្ទជាដើមហើយធ្វើអីអត់កើតទាំងអស់យើងច្រើនតែបន្ទោសខ្លួនឯងថាអើយខ្ញុំខ្ជិលណាស់ថាខ្ញុំអត់មានចន្ទៈទេលោក James Clear ជាអ្នកនិពន្ធសិភៅ Atomic Habits គាត់បាននិយាយថាភាពខ្ជិលវាមិនមែនជាបញ្ហាធំដុំនៅលើខ្លួនយើងផ្ទាល់ទេតែវាជាបញ្ហានៅលើប្រព័ន្ធឬក៏បរិស្ថានជុំវិញខ្លួនយើងទៅវិញទេថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យស្វែងយល់បន្ថែមពីរបៀបដែលយើងចង់ឲ្យភាពខ្ជិលរបស់យើងឬក៏យើងលុបបំបាត់ឬយើងកាត់បន្ថយភាពខ្ជិលរបស់យើងហ្នឹងតាមរយៈគន្លឹះសំខាន់ៗទាំង4យ៉ាងដែលមានសរសេរនៅក្នុងសិភៅរបស់លោក James Clear ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចាប់ដើមទៅគន្លឹះទាំង4នោះហើយយើងឥឡូវយើងចាប់ដើមពីគន្លឹះទី1គន្លឹះទី1នេះគឺស្ដាប់ទៅដូចជាសាមញ្ញមែនតើហើយធ្វើឲ្យរឿងដែលយើងចង់ធ្វើហ្នឹងឲ្យវាងាយឃើញមានន័យថាដាក់កន្លែងណាដែលស្រួលដែលយើងអាចមើលទៅឆាប់ឃើញហើយកុំឲ្យវាបាំងអីច្រើនត្រង់ចំណុចហ្នឹងលោក James Clear ហ្នឹងគាត់បានបញ្យល់ថាពួកបើយើងធ្វើការដោយផ្អែកលើសញ្ញាអញ្ចឹងរាល់ទម្លាប់ទាំងអស់ចាប់ផ្ដើមពីសញ្ញាមួយបើសញ្ញាហ្នឹងអត់មានឬក៏អត់ច្បាស់ខួរក្បាលវានឹងខ្ជិលហើយក៏អត់ដឹងថាត្រូវធ្វើអីដែរហើយចុងក្រោយហ្នឹងក៏មិនបានធ្វើអីសោះមានន័យថាខួរក្បាលវាអត់បានបញ្ជាឲ្យយើងធ្វើអីទេព្រោះដោយសាររូបភាពដែលវាទទួលបានហ្នឹងវាអត់ច្បាស់ហើយជួនកាលអត់ឃើញយើងដាក់នៅខាងបាំងអីមួយចឹងយើងមើលឃើញគឺវាអត់មានបដកម្មអីទៅសកម្មភាពរបស់យើងទេនៅក្នុងចំណុចហ្នឹងយើងឧទាហរណ៍ជាក់ស្ដែងដូចជានៅពេលដែលយើងភ្លេចផឹកទឹកបងប្អូនធ្លាប់ធ្វើការឬក៏ធ្លាប់ទៅណាធ្វើដំណើរតាមផ្លូវអញ្ចឹងមួយថ្ងៃតរងាកយើងអត់បានញ៉ាំទឹកទេជួនកាលញ៉ាំបានតិចតួចអញ្ចឹងទាំងដែលដបទឹកហ្នឹងជួនកាលយើងទុកនៅឆ្ងាយពីខ្លួនយើងបើនៅផ្ទះវិញយើងអាចទុកក្នុងទូទឹកកកអីចឹងណាអញ្ចឹងយើងអត់បានឃើញវាទេអញ្ចឹងធ្វើឲ្យគូក្បាលរបស់យើងផ្លិចអញ្ចឹងទៅជាយើងខ្ជិលផឹកទឹកអញ្ចឹងឬក៏មួយទៀតតើតទៅនឹងការហាត់ប្រាណពេលខ្លះយើងដាក់ឈុតហាត់ប្រាណហ្នឹងនៅឆ្ងាយពេកឬក៏នៅក្នុងទូអញ្ចឹងទៅអញ្ចឹងពេលខ្លះយើងអត់ឃើញពេលយើងក្រោកពីគេងមកគឺខួរក្បាលយើងអត់បានបញ្ជាថាយើងត្រូវហាត់ប្រាណទេហើយទាំងអស់នេះគឺមកពីសញ្ញាដើម្បីធ្វើទម្លាប់ល្អនោះវាមិនទាន់ច្បាស់លាស់សម្រាប់ឲ្យយើងធ្វើមានន័យថាគូក្បាលវាមិនទាន់ចាប់សញ្ញាបានអញ្ចឹងវិធីដែលយើងអាចដោះស្រាយវាទី1គឺយើងគួរតែរៀបចំបរិស្ថាននៅក្នុងជុំវិញខ្លួនយើងហ្នឹងឲ្យវាងាយស្រួលដើម្បីឲ្យយើងអាចមើលឃើញច្បាស់ហើយងាយស្រួលក្នុងការមើលយើងអាចដាក់របស់របរទាក់ទងនឹងអ្វីដែលយើងចង់ធ្វើឲ្យនៅកន្លែងដែលយើងអាចមើលឃើញនិងងាយស្រួលចាប់យកឧទាហរណ៍ដូចបើសិនយើងចង់ហាត់យូហ្គាអញ្ចឹងបងប្អូនកុំទុកកម្រាលយូហ្គាហ្នឹងនៅក្នុងទូឬក៏នៅកលៀតណាដែលយើងមើលឃើញយើងមានថាយើងគួរតែដាក់វានៅក្បែរកន្លែងដែលយើងហាត់ហ្នឹងឬក៏ដាក់នៅកណ្ដាលផ្ទះឬក៏ដាក់នៅកន្លែងណានៅផ្លូវដើរដែលយើងអាចងាយស្រួលមើលហើយនៅពេលដែលយើងងើបពីគេងឬពេលយើងដល់ម៉ោងដែលយើងត្រូវហាត់ពេលយើងក៏លេចទៅដើរទៅឃើញកម្រាលហ្នឹងគូក្បាលយើងវារំលឹកយើងថាអូយើងគួរតែដល់ម៉ោងត្រូវហាត់យូហ្គាឬក៏អីចឹងទៅហើយបើសិនបងប្អូនចង់ញ៉ាំផ្លែឈើឲ្យបានច្រើនអញ្ចឹងបងប្អូនគួរតែលាងផ្លែឈើនឹងឲ្យស្អាតហើយដាក់ចានឲ្យមួយមកដាក់នៅលើតុទៅឬក៏ដាក់នៅក្បែរកន្លែងយើងធ្វើការទៅអញ្ចឹងពេលយើងធ្វើការបដើឬក៏យើងធ្វើអីហ្នឹងគឺយើងងាកទៅឃើញផ្លែឈើនៅក្បែរហ្នឹងធ្វើឲ្យអារម្មណ៍យើងអាចចង់ញ៉ាំផ្លែឈើនឹងបានច្រើនយើងមិនបាច់ដាក់វានៅក្នុងទូទឹកកកទេយើងដាក់ក្នុងទូទឹកកកតែផ្លែឈើណាដែលយើងអត់ត្រូវញ៉ាំប៉ុន្តែដល់ផ្លែឈើណាដែលយើងត្រូវញ៉ាំហ្នឹងគឺយើងដាក់វាលាងទៅឲ្យស្អាតដាក់នៅក្បែរដៃយើងហ្មងហ្នឹងវាជួយជំរុញឲ្យយើងញ៉ាំផ្លែឈើហ្នឹងបានច្រើនវិធីដែលយើងដោះស្រាយមួយទៀតគឺយើងគួរតែគុំឬក៏ផ្សំទម្លាប់ថ្មីជាមួយទម្លាប់ចាស់យើងត្រូវគិតមើលថាតើយើងតែងតែធ្វើអីរាល់ថ្ងៃជាទម្លាប់ណាយើងធ្វើអីរាល់ថ្ងៃព្រោះថាយើងយកទម្លាប់ថ្មីហ្នឹងទៅភ្ជាប់ជាមួយទម្លាប់ចាស់ហ្នឹងដើម្បីឲ្យវាពេលយើងធ្វើទម្លាប់ចាស់ទៅយើងនឹកឃើញដល់ទម្លាប់ថ្មីហ្នឹងដែរជាឧទាហរណ៍ថាបន្ទាប់ពីយើងដុសធ្មេញហើយយើងនឹងហាត់ប្រាណដោយត្រដាងដៃឬក៏លើកឬក៏អោនឬក៏អីចឹងជាសកម្មភាពហាត់ប្រាណងាយឲ្យបាន10ដងអីចឹងទៅអញ្ចឹងយើងយកអាសកម្មភាពដុសធ្មេញហ្នឹងបូកជាមួយការហាត់ប្រាណហ្នឹងឬក៏ក្រោយពេលយើងញ៉ាំកាហ្វេពេលព្រឹកហើយយើងនឹងសរសេរគោលដៅសំខាន់ៗឲ្យបាន3សម្រាប់ថ្ងៃហ្នឹងចឹងដល់ពេលយើងញ៉ាំកាហ្វេរួចពួកក្បាលយើងអាចរំលឹកថាអូញ៉ាំកាហ្វេហើយយើងត្រូវសរសេរគោលដៅ3សម្រាប់អនុវត្តក្នុងថ្ងៃហ្នឹងអីចឹងទៅអញ្ចឹង
ការធ្វើបែបហ្នឹងគឺយើងប្រើទម្លាប់ចាស់ហ្នឹងជាសញ្ញាដោយស្វ័យប្រវត្តិដើម្បីរំលឹកឲ្យយើងធ្វើទម្លាប់ថ្មីដោយគេកំងយើងអញ្ចឹងមានថានៅក្នុងចំណុចហ្នឹងលោក James Clear ក៏សូមឲ្យយើងចងចាំថាកុំសង្ឃឹមលើឆន្ទៈដើម្បីចាំថាត្រូវធ្វើអីរឿងសំខាន់គឺត្រូវរៀបចំបរិស្ថានរបស់យើងឲ្យល្អដើម្បីធ្វើឲ្យការធ្វើទម្លាប់ល្អហ្នឹងវាคล้ายទៅជារឿងងាយបំផុតសម្រាប់យើងកលឹះទី2ដើម្បីយើងបំបត្តិភាពខ្ជិលហ្នឹងគឺយើងគួរតែធ្វើឲ្យវាចង់ធ្វើយើងដាក់ឲ្យងាយស្រួលក្នុងការឃើញក្នុងការចងចាំហើយទី2ត្រូវតែសម្រួលវាងាយដែរបើចំណុចនេះគឺអ្នកនិពន្ធគាត់បានបញ្យល់ថាធ្វើឲ្យទម្លាប់ហ្នឹងคล้ายជារឿងគួរឲ្យចង់ធ្វើព្រោះអីខួរក្បាលរបស់យើងហ្នឹងវាបង្កើតមកដើម្បីស្វែងរកភាពរីករាយហើយអរម៉ូនមួយដែលឈ្មោះថាដូប៉ាមីនហ្នឹងនៅពេលដែលយើងរីករាយវានឹងបង្កើតអរម៉ូនហ្នឹងមកហើយអរម៉ូនហ្នឹងវាជាអរម៉ូននៃការពេញចិត្តឬក៏រីករាយនឹងឯងអញ្ចឹងអរម៉ូនដូប៉ាមីនហ្នឹងវាដើរតួសំខាន់ក្នុងការជំរុញទម្លាប់នឹងឯងបើទម្លាប់មួយនោះមើលទៅវាធុញទ្រាន់ឬមានអារម្មណ៍ថាដូចជាទៅគេបង្ខំព្រោះក្បាលនឹងរុញយើងទៅរកអ្វីដែលស្រួលជាងហើយរីករាយជាងគឺអត់ធ្វើអីនៅមួយកន្លែងនេះហើយជាបច្ចេកទេសឬក៏ជាការភ្ជាប់ដែលចង់ធ្វើជាមួយរឿងដែលត្រូវធ្វើចូលមកជួយយើងត្រូវមានបច្ចេកទេសក្នុងការជួយដែរព្រោះពេលខ្លះយើងក៏មាន commit ឬក៏យើងមានឆន្ទៈថាយើងនឹងធ្វើប៉ុន្តែបើយើងអត់មានបច្ចេកទេសជួយទេគឺម្បាក់វាអត់បានជាប្រចាំដល់អត់បានជាប្រចាំវាអត់ទៅជាទម្លាប់ទេឧទាហរណ៍មិនដែលទេគឺឧទាហរណ៍ថាបើសិនយើងចង់ហាត់ប្រាណដោយការរត់ឲ្យបានច្រើនអញ្ចឹងយើងអនុញ្ញាតឲ្យខ្លួនយើងនឹងអាចមើលរឿងដែលយើងចូលចិត្តរឿងអីក៏បានដែររឿងកុនចិនរឿងកុនអីក៏ដោយឲ្យតែយើងចូលចិត្តនៅពេលដែលយើងកំពុងហាត់ប្រាណឬក៏យើងរត់លើម៉ាស៊ីនអីចឹងទៅអ្នកខ្លះគាត់ហាត់ប្រាណនៅក្នុងផ្ទះយើងមើលអ្វីដែលរឿងដែលយើងចូលចិត្តហ្នឹងទៅពេលយើងហាត់បដាយើងមើលបដាយើងអត់ចាប់អារម្មណ៍ពីពេលវេលាទេគឺយើងធ្វើហាត់ប្រាណហ្នឹងបានយូរពេលខ្លះយើងត្រូវឆ្លើយតបអ៊ីមែលយើងត្រូវឆ្លើយធ្វើការមួយចំនួនដែលវាធ្វើឲ្យ stress ច្រើនហើយអត់សូវចង់ធ្វើយើងអាចស្ដាប់បទចម្រៀងបដាទៅពេលយើងពងធ្វើហ្នឹងបទណាដែលវាអាចយើងពេញចិត្តចង់ស្ដាប់ហើយវាអាចជួយសម្រួលអារម្មណ៍យើងស្ដាប់បដាយើងធ្វើបដាទៅពេលហ្នឹងយើងធ្វើភ្លេចខ្លួនចប់ចម្រៀងមួយបទពីរបទយើងអាចធ្វើការងារនឹងហើយតាមវិធីខាងលើហ្នឹងយើងរឿងដែលយើងមិនសូវចង់ធ្វើហ្នឹងវាคล้ายទៅជាច្រកមួយដើម្បីទទួលបានអ្វីដែលយើងចង់បានអញ្ចឹងរំពេចនោះការងារដែលធុញក៏คล้ายទៅជារឿងដែលគួរឲ្យរងចាំដែរពេលខ្លះយើងធុញក្នុងការហាត់ប្រាណតែយើងត្រូវតភាគរឿងអីមួយអញ្ចឹងយើងអាចយើងតភាគទៅយើងហាត់ប្រាណបដាទៅអញ្ចឹងវាជំរុញឲ្យយើងធ្វើអ្វីដែលយើងអត់សូវចង់ធ្វើនឹងមួយទៀតគឺជាការផ្លាស់ប្ដូររបៀបគិតរបស់យើងក្នុងហ្នឹងមានន័យថាយើងគួរតែជំរុញការគិតរបស់យើងដែរព្រោះពេលខ្លះយើងធ្វើតែសកម្មភាពពេកវាអាចឆ្លោះគ្នារវាងខួរក្បាលហើយនិងរាងកាយយើងអញ្ចឹងយើងត្រូវតែបរៀនខួរក្បាលយើងដែរឲ្យវារៀនគិតដែរសូមសាកល្បងបដូរពាក្យថាខ្ញុំទៅហាត់ប្រាណហ្នឹងមកថាខ្ញុំបានឱកាសដើម្បីធ្វើឲ្យខ្លួនឯងហ្នឹងរឹងមាំនិងមានថាមពលជាងមុនអញ្ចឹងយើងដូរពីពាក្យបញ្ជាទៅជាពាក្យដែលជាអត្ថប្រយោជន៍វិញដើម្បីស្ដាប់ទៅវាចំណេញស្ដាប់ទៅធ្វើឲ្យខួរក្បាលយើងគិតថាហ្នឹងវាជា benefit ជាការចំណេញសម្រាប់ខ្លួនយើងអញ្ចឹងការផ្ដោតលើអត្ថប្រយោជន៍ហ្នឹងគឺសំខាន់ជាងការគិតតែពីការប្រឹងប្រែងតែមួយមុខអញ្ចឹងវាជួយយើងច្រើនរឿងដែលសំខាន់មួយទៀតហ្នឹងគឺយើងគួរតែនៅក្បែរមនុស្សដែលគ្រប់គ្រងទម្លាប់ដែលយើងធ្វើរាល់ថ្ងៃហ្នឹងឬក៏ទម្លាប់ដែលយើងចង់បង្កើតហ្នឹងយើងជៀសវាងអ្នកដែលគាត់អត់ចូលចិត្តហាត់ប្រាណហើយយើងនៅក្បែរអ្នកអត់ចូលចិត្តហាត់ប្រាណយើងមកគាត់ជាអត់ចូលចិត្តហាត់ប្រាណណាភាគច្រើនព្រោះអីពេលយើងហាត់ប្រាណគេឌឺដងយើងចេះចោះថាអូប្រឹងហាត់ម៉ែចេះចោះអញ្ចឹងណាអញ្ចឹងយើងគួរនៅក្បែរមនុស្សណាដែលគាត់គ្រប់គ្រងទម្លាប់ល្អដែលយើងចង់ធ្វើហ្នឹងចំណុចនេះលោក James Clear គាត់បានបញ្ជាក់ថាយើងជាមនុស្សចូលចិត្តធ្វើតាមអ្វីដែលក្រុមយើងធ្វើមានន័យថាយើងនៅក្នុងក្រុមណាហើយគេចូលចិត្តធ្វើអីយើងនឹងចូលចិត្តធ្វើតាមហើយបើមិត្តភ័ក្តិរបស់យើងសុទ្ធតែអ្នកចូលចិត្តហាត់ប្រាណឬក៏អ្នករៀនសូត្រអញ្ចឹងយើងក៏តំណងជាមានអារម្មណ៍ចង់ចូលរួមដែរឧទាហរណ៍ថាយើងអាចទៅចូលរួមក្លឹបហាត់ប្រាណឬក្រុមសិក្សាណាមួយជាមួយមិត្តភ័ក្តិគឺវាជារឿងងាយនៅពេលដែលក្រុមរបស់យើងទាំងអស់អ្នកដែលជុំវិញខ្លួនយើងគេធ្វើអាហ្នឹងដែរអញ្ចឹងយើងចូលទៅដោយស្រួលមែនទែននៅពេលដែលទម្លាប់មួយខ្លះទៅជារឿងតាក់ទាញភាពខ្ជិលហ្នឹងក៏លែងមានឥទ្ធិពលមកលើយើងទៀតហើយឥឡូវនេះយើងឈានមកដល់គន្លឹះសំខាន់មួយទៀតដើម្បីកម្ចាត់ភាពខ្ជិលគឺធ្វើឲ្យអ្វីៗដែលយើងចង់ធ្វើនោះកាន់តែងាយស្រួល
ចំណុចនេះលោកចាំងធ្លាក់គាត់បានបញ្យល់ថាមនុស្សយើងត្រូវបានបង្កើតឡើងដើម្បីធ្វើតាមផ្លូវដែលមានឧបសគ្គតិចតួចបំផុតបើទម្លាប់មួយត្រូវការខិតខំខ្លាំងពេកមានឧបសគ្គច្រើនពេកយើងនឹងងាកទៅរកជំរើសដែលងាយស្រួលបំផុតគឺមិនធ្វើអ្វីសោះគោលដៅសំខាន់មិនមែនយើងធ្វើអីមួយឲ្យវាល្អឥតខ្ចោះទេតែវាគ្រាន់ជាការអនុញ្ញាតឲ្យខ្លួនយើងចាប់ផ្ដើមនៅសកម្មភាពល្អណាមួយឲ្យវាចាប់ផ្ដើមសិនអញ្ចឹងណាហើយដើម្បីចាប់ផ្ដើមឲ្យស្រួលលោកចាំងខ្លះគាត់ណែនាំពីច្បាប់2នាទីពេលដែលយើងចាប់ផ្ដើមទម្លាប់ថ្មីមួយវាគួរតែចំណាយពេលឲ្យតិចជាង2នាទីដើម្បីធ្វើវាអញ្ចឹងតើភាគច្រើនលើសពី2នាទីទៅវារៀងមានសម្ពាធបន្តិចនេះជាច្បាប់នៅក្នុងរបស់លោកចាំងខ្លះដែលគាត់ណែនាំយើងទេហើយបងប្អូនអាចធ្វើតាមវិធីរបស់បងប្អូនផ្សេងទៀតបើយើងមើលទៅលើរឿងជាក់ស្ដែងដូចជាពេលយើងចង់អានសភៅឲ្យបានច្រើនអញ្ចឹងយើងអានតែមួយទំព័របានហើយព្រោះពេលយើងស្ដាប់តែមួយទំព័រហ្នឹងវាតិចមែនទែនប៉ុន្តែពេលយើងអានរៀងច្រើនទៅដូចខ្ញុំបានលើកឡើងនៅក្នុង podcast ទី1អញ្ចឹងពេលយើងអានយូរទៅវាប្រកបច្រើនហើយប៉ុន្តែវាត្រូវការបង្កើនទម្លាប់ហ្នឹងឲ្យខ្លួនយើងហ្នឹងរីករាយនឹងការអានសិនពេលយើងរីករាយការអានមួយទំព័រឬក៏មួយក្បាលក៏លែងបញ្ហាវាដូចតែគ្នាទេតែពេលយើងអត់តន់ចង់អានទេតាមអត់ទំព័រហ្នឹងក៏ពិបាកដែរតែយើងចង់ទៅហាត់ប្រាណអញ្ចឹងយើងមិនបាច់តន់ទៅហាត់ប្រាណភ្លាមក៏បានដែរយើងគ្រាន់តែពាក់បៃជើងហាត់ប្រាណឬពាក់ខោអាវកីឡាអីហ្នឹងសិនទៅដើម្បីឲ្យចាប់ផ្ដើមថាអូយើងទៅត្រៀមខ្លួនដើម្បីហាត់ប្រាណដែរអញ្ចឹងអាហ្នឹងវាជាចំណុចចាប់ផ្ដើមដែលងាយដែលយើងអាចធ្វើឲ្យខ្លួនប្រាណយើងឬក៏ខួរក្បាលយើងវាចាប់សញ្ញាបានដែរពេលខ្លះយើងចង់ទៅសេអីមួយទៅសេអត្ថបទទៅសេសភៅក៏ដោយយើងគួរតែសរសេរចាប់ផ្ដើមពីមួយប្រយោគពីរប្រយោគទៅមុនសិនទៅអាហ្នឹងជាចំណុចចាប់ផ្ដើមនៃការសរសេរចំណុចសំខាន់គឺមិនមែនចំនួនទេតែគឺការបង្ហាញខ្លួនដើម្បីចាប់ផ្ដើមទៅសំខាន់ព្រោះនៅពេលចាប់ផ្ដើមហើយយើងទំនងជានឹងបន្តធ្វើវាបន្តទៀតអូខេយើងបន្តទៅចំណុចទី4នៃបាប់ទី3គឺយើងត្រូវកាត់បន្ថយឧបសគ្គនៅក្នុងបរិស្ថានរបស់យើងដូចនៅខាងលើអញ្ចឹងលោកចាំងធ្លាក់គាត់លើកឲ្យថានៅពេលដែលយើងទម្លាប់ណាមួយធ្វើមកមានឧបសគ្គច្រើនពេកយើងងាយបោះបង់ហើយបើយើងចង់ញ៉ាំអាហារដែលមានសុខភាពល្អយើងគួរតែហាន់បន្លែទុកមុនទៅហើយឬក៏គួរតែកំងអាហារដែលបានរៀបចំរួចជាស្រេចហ្នឹងទុកឲ្យហើយហេតុអីបានត្រូវធ្វើអញ្ចឹងយើងកាត់បន្ថយឧបសគ្គឬក៏យើងហៅថាកាត់បន្ថយលេសពេលខ្លះយើងថាចង់ញ៉ាំបន្លែសុខភាពប៉ុន្តែអត់មានបន្លែផងឬក៏អត់បានតន់លាងទឹកផងឬក៏អត់តន់បានចិត្តបន្លែផងអីចឹងណាអញ្ចឹងនៅយើងមានលេសច្រើនណាអញ្ចឹងនៅពេលដែលយើងកាត់បន្ថយលេសហ្នឹងឲ្យអស់ទៅហើយយើងកាត់បន្ថយមានន័យថាកាត់បន្ថយឧបសគ្គហ្នឹងអស់ទៅយើងត្រៀមទុកឲ្យក្បែរហ្នឹងទៅវាងាយអញ្ចឹងយើងអាចធ្វើបានដោយមិនមានឧបសគ្គទេបើយើងចង់ទៅកន្លែងហាត់ប្រាណយើងគួរតែខ្ចប់កាបូបហាត់ប្រាណរបស់យើងហ្នឹងឲ្យបានមុនទុកពីល្ងាចអីចឹងទៅហើយយកវាដាក់នៅក្បែរមាត់ទ្វារទៅអញ្ចឹងពេលដែលយើងត្រូវទៅហ្នឹងគឺលែងមានលេសថាអូអត់តបានរៀបចំខោអាវអូរកាបូបទៅហាត់ប្រាណអត់ឃើញអីចឹងយើងលែងមានទេធ្វើអ្វីឲ្យខ្លាយទៅជាទម្លាប់ដោយស្វ័យប្រវត្តិដូចជាការកំណត់ការបង់លុយវិក័យច្បាប់ដោយស្វ័យប្រវត្តិបងទឹកបងភ្លើងអីបងប្អូនអញ្ចឹងយើងធ្វើឲ្យវាស្វ័យប្រវត្តិទៅយើងលែងខ្ជិលឬក៏លែងភ្លេចឬក៏ការផ្ទេរលុយចូលក្នុងកងធនាគារសន្សំតិចទួចជារៀងរាល់សប្តាហ៍លោកចាំងខ្លះបានបញ្ជាក់ថាមពលផ្លូវចិត្តនិងការខិតខំប្រឹងប្រែងរាងកាយតិចជាងមុនដែលទាមទារដើម្បីចាប់ផ្ដើមទម្លាប់មួយយើងទំនងជាធ្វើវាកាន់តែច្រើនទៅភាពខ្ជិលរីកចម្រើនលើឧបសគ្គដែលភាពងាយស្រួលអាចរំលាយវាបានចងចាំថាភាពជាប់លាប់គឺសំខាន់ជាងការខំប្រឹងប្រែងតែមួយពេលបងប្អូនចឹងយើងចូលចាប់ដល់កន្លឹះទី4កន្លឹះទី4ហ្នឹងគឺជាកន្លឹះចុងក្រោយដែលមានន័យថាគឺយើងយកការធ្វើទម្លាប់របស់យើងហ្នឹងឲ្យមានអារម្មណ៍ល្អអញ្ចឹងមិនមែនយើងធ្វើទាំងខំទេមានថាពេលយើងធ្វើទៅឲ្យដើម្បីឲ្យខ្លាចជាទម្លាប់ហ្នឹងក៏តែយើងមានអារម្មណ៍ល្អដែរក្នុងការធ្វើដែរទើបទម្លាប់ហ្នឹងយើងអាចធ្វើបានយូរហើយវាខ្លាយជាទម្លាប់ល្អជាប់នៅខ្លួនរបស់យើងចំណុចនេះលោកចាំងខ្លះគាត់បានបញ្យល់ថាយើងនឹងទំនងជាធ្វើសកម្មភាពដដែលប្រសិនបើយើងទទួលបានអារម្មណ៍រីករាយឬរង្វាន់ភ្លាមពីវាបញ្ហាគឺទម្លាប់ល្អច្រើនតែផ្ដល់លទ្ធផលយឺតខណៈដែលទម្លាប់អាក្រក់ផ្ដល់ភាពរីករាយភ្លាមដើម្បីយកឈ្នះបញ្ហានេះយើងត្រូវបង្កើតអារម្មណ៍ល្អភ្លាមបន្ទាប់ពីយើងធ្វើទម្លាប់ល្អនោះទី1យើងគួរតែតាមដានវឌ្ឍនភាពមានន័យថាតាមដានភាពរីកចម្រើនរបស់វាយើងអាចប្រើកម្មវិធីជំនួយឬក៏សភៅក្នុងការកត់ត្រាតាមដានទម្លាប់របស់យើងកន្លែងនេះលោកចាំងខ្លះគាត់និយាយថាការគូសសញ្ញា tick
នៅពេលដែលយើងបានធ្វើវាគឺជាជ័យជំនះតូចមួយដែលផ្ដល់នូវភស្តុតាងដែលមើលឃើញថាយើងកំពុងដើរទៅមុខផ្ដល់រង្វាន់តូចៗបន្ទាប់ពីយើងបានធ្វើទម្លាប់មួយហើយចូលផ្ដល់រង្វាន់តូចមួយដល់ខ្លួនឯងកន្លែងនេះជាក់ស្ដែងឧទាហរណ៍បើសិនជាឧទាហរណ៍ថាយើងជាអ្នកសរសេរអត្ថបទសរសេរសៀវភៅហើយយើងចូលចិត្តមើលទូរស័ព្ទដែរអញ្ចឹងនៅពេលដែលយើងសរសេរបាន10នាទីយើងអាចអនុញ្ញាតឲ្យខ្លួនឯងមើលទូរស័ព្ទ10នាទីដែរទៅដោយអត់មានគិតថាអាហ្នឹងវាខុសឆ្គងអីទេអញ្ចឹងអាហ្នឹងវាជាការផ្ដល់រង្វាន់សម្រាប់អ្វីដែលយើងបានធ្វើហ្នឹងហើយគឺពេលយើងហាត់ប្រាណចប់យើងអាចញ៉ាំទឹកក្រូចឆ្មាត្រត្រជាក់ៗដែលយើងចូលចិត្តឬក៏យើងញ៉ាំអីអាហារណាដែលយើងចូលចិត្តអញ្ចឹងវាជាការផ្ដល់រង្វាន់សម្រាប់សកម្មភាពរបស់យើងរង្វាន់នោះគួរតែតូចហើយត្រូវតែស្របតាមគោលដៅធំរបស់យើងដែរវិធីសាស្ត្រមួយទៀតដែលគេហៅថាជាវិធីសាស្ត្រកុំឲ្យខ្សែសង្វាក់ដាច់ហ្នឹងក៏ជាវិធីសាស្ត្រដែលល្បីដែរដើម្បីជួយបង្កើនទម្លាប់យើងគួរតែមានប្រតិទិនមួយហើយរាល់ថ្ងៃដែលយើងធ្វើបានសម្រេចទម្លាប់ណាមួយអញ្ចឹងយើងគូសគូខ្វែងណាគូខ្វែងឬក៏គូធិចក៏បានដែរនៅលើប្រតិទិនហ្នឹងអញ្ចឹងគោលដៅរបស់យើងគឺកុំឲ្យអាខ្សែសង្វាក់នៃសញ្ញាខ្វែងឬសញ្ញាធិចរបស់យើងនឹងវាដាច់មានថាជាប្រចាំថ្ងៃត្រូវមានរហូតកុំឲ្យដាច់អញ្ចឹងការមើលឃើញភាពរីកចម្រើនឬក៏ការវិវត្តនៃសកម្មភាពរបស់យើងតាមរយៈការគូសនៅលើប្រតិទិនហ្នឹងដែលវាអត់ដាច់ហ្នឹងគឺពិតជាធ្វើឲ្យយើងមានអារម្មណ៍ល្អចំណុចហ្នឹងលោកចេញផ្លែក៏បានលើកឡើងថាការអបអររាល់ការឈ្នះតូចៗរបស់យើងរាល់ទម្លាប់ដែលយើងបានធ្វើទោះបីជាវាតូចប៉ុណ្ណាក៏ដោយសុទ្ធតែជាជំហានមួយទៅមុខហើយទទួលស្គាល់និងរីករាយនឹងវានឹងជំរុញយើងឲ្យបន្តធ្វើវាបន្តទៀតពេលទម្លាប់មួយមានអារម្មណ៍ល្អយើងនឹងធ្វើវាដោយសារតែយើងចង់ធ្វើវាមិនមែនគ្រាន់តែជាវិន័យដែលយើងដាក់ទៅលើខ្លួនឯងនោះទេនោះគឺជាកន្លែងដែលការផ្លាស់ប្ដូរពិតប្រាកដបានចាប់ផ្ដើមដូចនេះដើម្បីសរុបឡើងវិញនៃច្បាប់ទាំង4ដើម្បីបង្កើនទម្លាប់ល្អរបស់លោក James Clear ដែលបានសរសេរនៅក្នុងសៀវភៅ Atomic Habits ទី1យើងត្រូវធ្វើវាឲ្យងាយស្រួលឃើញឬក៏ងាយស្រួលមើលទី1យើងត្រូវផ្ដល់សញ្ញាឲ្យខួរក្បាលរបស់យើងតាមរយៈការយើងធ្វើបរិស្ថានជុំវិញកន្លែងដែលយើងធ្វើការឬកន្លែងយើងរស់នៅហ្នឹងឲ្យវាងាយឃើញឬងាយមើលឃើញឬសម្ភារៈដែលយើងត្រូវការហ្នឹងឲ្យវាងាយក្នុងការមើលឃើញនេះជាការផ្ដល់សញ្ញាដល់ខួរក្បាលទី2ធ្វើឲ្យវាគួរឲ្យតាក់ទាញយើងភ្ជាប់រឿងដែលយើងត្រូវធ្វើជាមួយនឹងរឿងដែលយើងចង់ធ្វើផ្លាស់ប្ដូរការគិតរបស់យើងផងដែរកុំយើងបដូរពីការបញ្ជាយើងឲ្យទៅជាអត្ថប្រយោជន៍ឲ្យយើងគិតឃើញថាវាជាអត្ថប្រយោជន៍ទី3កាត់បន្ថយឧបសគ្គមានន័យថាយើងធ្វើឲ្យសកម្មភាពឬទម្លាប់របស់យើងនោះវាទៅជាភាពងាយស្រួលការចាប់ផ្ដើមតូចដោយអនុវត្តច្បាប់2នាទីទី4គឺធ្វើឲ្យមានអារម្មណ៍ល្អមានថាយើងតាមដានវឌ្ឍនភាពរបស់យើងនឹងឲ្យផ្ដល់រង្វាន់សម្រាប់ទម្លាប់ល្អរបស់យើងនឹងរង្វាន់តាមទម្លាប់ទូចៗហើយនឹងរង្វាន់ទូចៗជាប្រចាំថ្ងៃកុំឲ្យដាច់ទាំងនេះមិនមែនជាការផ្លាស់ប្ដូរដោយអភូតហេតុនោះទេតែវាគឺជាការរៀបចំជីវិតរបស់យើងដើម្បីធ្វើឲ្យទម្លាប់ល្អៗคล้ายទៅជារឿងដែលយើងចង់ធ្វើបំផុតលោក James Clear គាត់បាននិយាយថាភាពខ្ជិលច្រអូសមិនមែនជារឿងដែលជាប់លាប់នោះទេតែវាគ្រាន់តែជាលទ្ធផលនៃប្រព័ន្ធដែលមិនទាន់ល្អឥតខ្ចោះតែប៉ុណ្ណោះសូមចាប់ផ្ដើមពីថ្ងៃនេះទៅចាប់ដើមពីរឿងតូចៗហើយចងចាំថារាល់ទម្លាប់តូចៗដែលយើងធ្វើបានរាល់ការឈ្នះភាពខ្ជិលតិចតួចនឹងបូកបញ្ចូលគ្នាទៅជាលទ្ធផលដ៏ធំនៅថ្ងៃក្រោយយើងមិនចាំបាច់ធ្វើឲ្យល្អឥតខ្ចោះនោះទេតែយើងគួរតែធ្វើវាឲ្យបានជាប់លាប់ខ្ញុំសង្ឃឹមថាគំនិតថ្ងៃនេះពីសៀវភៅ Atomic Habits នឹងជួយយើងទាំងអស់គ្នាឲ្យឈ្នះភាពខ្ជិលនិងបង្កើតទម្លាប់ល្អៗសម្រាប់ជីវិតដែលកាន់តែប្រសើរឡើងតើទម្លាប់មួយណាដែលបងប្អូនទាំងអស់គ្នាចង់ចាប់ផ្ដើមនៅថ្ងៃនេះសូម comment នៅខាងក្រោមវីដេអូនេះក៏បានដែរហើយតើយើងនឹងអនុវត្តគន្លឹះមួយណាមុនគេសូមបងប្អូនជួយផ្ដល់យោបល់បន្ថែមដើម្បីជាអត្ថប្រយោជន៍ដល់អ្នកស្ដាប់ផ្សេងៗទៀតជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ